ពិតជាហួសចិត្តសម្រាប់និចមួយគ្រឿងនេះមែនទែននិចមួយគ្រឿងនេះគឺខ្ញុំមិនអាចជួយវាបានទេបងប្អូនដោយសារតែបងប្អូនជាងយើងពីមុនគាត់ផ្សារសម្រាប់មុខបាត់ទៅហើយសូម្បីតែខ្ញុំដោះគឺដោះមិនចេញផងចុះទម្រាំតែខ្ញុំកែច្នៃអញ្ចឹងម៉ូតូអានិចនេះគឺខ្ញុំបានពិភាក្សាជាមួយម្ចាស់គាត់ខ្ញុំថាតើបងប្អូនចង់ជួយបន្តទៀតឬក៏បងប្អូនចង់ធ្វើមកស្អាតយកតែម្ដងហើយបងប្អូនក៏បានប្រាប់ខ្ញុំថាគាត់មិនចង់ធ្វើម្ដងជាពីរដងទេគាត់ចង់អស់លុយតែម្ដងគឺជីបានតែម្ដងដល់ពេលខ្ញុំលឺអញ្ចឹងគឺអត់ចាំយូរទេគឺខ្ញុំចាត់ការយកតែម្ដងហើយខ្ញុំថតរៀងកាត់ទីបងប្អូនណាអញ្ចឹងខ្ញុំនឹងមកនិយាយហេតុអ្វីបានជាពួកអាស៊ុយសគីនិចលេតនេះឆាប់ស៊ីមីញ៉ុងនឹងម្លេះមុននឹងខ្ញុំនិយាយដល់រឿងនេះគឺខ្ញុំសូមរិះគន់ទៅដល់ក្រុមហ៊ុនបន្តិចសិនបងប្អូននិយាយទៅសម្រាប់យើងអានិចលេតនេះគឺវាធ្វើស្ពឺមកអន់ពេកខ្ចៅវាខ្លីៗពេកពេលដែលយើងរឹតវាងាយនឹងទ្រក់វាងាយនឹងដាច់ស្ពឺវាណាឲ្យតែបងប្អូនយើងរឹតរៀងជ្រុលដៃតិចគឺប្រកាសជាដាច់ស្ពឺនឹងហើយបើទោះជាមិនដាច់នៅពេលហ្នឹងក៏ដោយជាងក្រោយដោះប្រកាសជាដាច់វិញហើយហើយមួយចំណុចទៀតនោះគឺបងប្អូនជាងយើងយកម៉ូទ័របាញ់ដោះបឡុងឬក៏ម៉ូទ័របាញ់រឹតបឡុងប្រើកម្លាំងខ្លាំងពេកមានន័យថាគាត់រឹតជ្រុលដៃហើយតែរឹតជ្រុលដៃគឺដាច់ហើយបើមិនដាច់ក៏ដោយបងប្អូនក៏វាទ្រក់ដែរហើយតែខ្ចៅទ្រក់ហើយមានន័យថាខ្ចៅនឹងវាអត់តឹងទេហើយតែវាអត់តឹងហើយប្រកាសជាមានសើហើយអាសើបន្តិចហ្នឹងបងប្អូនពេលដែលបងប្អូនជិះយូរជិះ1ខែ2ខែ3ខែ4ខែអញ្ចឹងទៅវាប្រកាសជាស៊ីធ្មេញមួយញ៉ុងនឹងអស់លីងហើយតែស៊ីអស់ហើយដេអត់តាក់ទេដេវើខ្យល់ដេអត់តាក់ម៉ាស៊ីនទេហើយតែដេអត់ឆេះហើយបញ្ចូលជាងចូលបងប្អូនជាងយើងខ្លះគាត់កែច្នៃចេះកែច្នៃចុះសម្រាប់ខ្ញុំវិញភាគច្រើនគឺខ្ញុំឲ្យរើម៉ាស៊ីនដូរជេននឹងតែម្ដងតែកែច្នៃនេះវាធ្វើមិនបានយូរទេតិចខូចតិចលន់ដេក៏លន់អញ្ចឹងហើយភាគច្រើនខ្ញុំឲ្យដូរជេនចោលហ្មងទៅហើយសួរតែជាងដល់មានជួយកែច្នៃបងប្អូនយើងបន្តិចទេតាមពិតទៅបងប្អូនខ្ញុំចង់កែច្នៃឲ្យគាត់ណាតែធ្វើវាមិនបានយូរជិះវាមិនសូវកើតហើយតែជិះមិនបានយូរគាត់ប្រកាសជារកកន្លែងជាងណាចូលទៀតហើយអត់រកកន្លែងជាងចូលមិនបើមិនទៅដល់អត់ឆេះផងហ្នឹងហើយខ្ញុំក៏បានបខំម្ចាស់គាត់ដែរបងប្អូនខ្ញុំគ្រាន់តែលើកហេតុផលឲ្យគាត់ស្ដាប់ជួសជុលទៅជីកើតអត់វាប្រើបានយូរអត់ហើយបើយើងដូរវាចេញវាអស់លុយប្រមាណហើយជីបានប្រមាណខែប្រមាណឆ្នាំអញ្ចឹងហើយបានជាគាត់ព្រមឲ្យខ្ញុំដោះដូរយេនយកតែម្ដងហ្នឹងនិយាយទៅបងប្អូនមួយរយៈនេះខ្ញុំជួបអាពួកអានិចលេតនេះច្រើនណាស់បន្តិចប្រព័ន្ធភ្លើងបន្តិចដេតឆេះបន្តិចជីអត់ស្រួលបន្តិចប្រព័ន្ធកាឡេនិយាយទៅជួបញឹកមកប្រហែលថ្ងៃហ្នឹងតែខជួបញឹកជាដងក៏បានលុយញឹកអញ្ចឹងអត់ចង់ជួបទេមែនចុះថាលេងឯងចង់ជួបតើតែកុំជួបញឹកពេកអាណិតទៅដល់បងប្អូនយើងម្ចាស់ម៉ូតូមួយខែធ្វើម៉ូតូអស់តែលុយពេលខ្លះធ្វើម៉ូតូអស់តែលុយជីវាមិនសូវកើតទៀតអញ្ចឹងម៉ូតូនេះចាំខ្ញុំជិះឲ្យបងប្អូនមើលថាវាអេមអត់វាស្ទុះអត់ដេទៅស្ងាត់អត់មុននឹងឲ្យគាត់យកទៅផ្ទះអញ្ចឹងម៉ូតូនេះខ្ញុំបានដេទៅគឺវាស្ងាត់ឆឹងហើយគឺវាស្ងាត់ដូចគេទេឯងហើយជីងក៏វាស្ទុះធម្មតាដែរតែខម៉ូតូនេះរៀងលឺងើបន្តិចវារៀងលឺកលេវាហើយម្ចាស់គាត់ក៏ឲ្យធ្វើដែរព្រោះឲ្យធ្វើមិនបើអស់លុយច្រើនហ្នឹងអស់លុយជាង100ដុល្លារហ្នឹងគាត់ថាតើមានលុយធ្វើជាង10អើយជាង10ឯងនិយាយចុះនិយាយឡើងបងដល់ម្ចាស់គេធ្វើហ្មងឯងមានតែគេបងនេះគេខកប្រាប់តើលោកគាត់ធ្វើទៅជាង10បានលុយដាក់ជាក់ល្ងាចហ្នឹងទៀតអីបងប្អូនទាំងអស់គ្នា